សម្រាប់បាយសាច់ជ្រូកបងប្អូនខ្មែរចូលចិត្តពិសាជាអាហារពេលព្រឹកអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើបាយសាច់ជ្រូកញ៉ាំហើយសាច់ដែលខ្ញុំកំពុងផ្លែសនេះគឺជាសាច់ស្មើមុខបន្ទាប់ពីខ្ញុំផ្លែសសាច់រួចហើយគឺខ្ញុំយកសាច់មកដាំតិចៗដើម្បីឲ្យសាច់ហ្នឹងវាទន់ល្អហើយដើម្បីឲ្យកាន់តែមានរសជាតិឆ្ងាញ់គឺយើងយកមកប្រឡាក់ជាមួយទឹកដោះគោបងប្អូនត្រូវច្របាច់សាច់ជាមួយនឹងទឹកដោះគោឲ្យចូលជាតិរហូតដល់សាច់បឺតទឹកដោះគោស្ងួតល្អបែបនេះបន្ទាប់មកយើងយកមកប្រឡាក់គ្រឿងបន្តទៀតមានដូចជាទឹកត្រីប៊ីចេងស្ករម្សៅស៊ុបមាន់ខ្ទឹមសជាមួយនឹងប្រេងខ្យងបងប្អូនច្របាច់ជាមួយនឹងសាច់ឲ្យចូលជាតិអស់ហើយបងប្អូនត្រូវផ្អាប់ទុកវាសិនទៅដើម្បីឲ្យចូលជាតិកាន់តែល្អយើងយកពេលរបស់យើងមកធ្វើជ្រូកហើយជ្រូករបស់យើងមានបន្លែដូចជាទឹកសក់មើមការ៉ុតមើមចៃថៅនិងខ្ញីផងដែរសម្រាប់ទឹកសក់គឺខ្ញុំកាត់ជាពីរហើយខ្ញុំកាត់ជាច្រវាមូលតូចៗប៉ុនៗកូនដៃហើយបន្លែផ្សេងៗគឺខ្ញុំហាន់ជាបន្ទះស្ដើងបន្ទាប់ពីយើងរៀបចំបន្លែរបស់យើងរួចហើយគឺយើងយកទៅប្រឡាក់ជាមួយនឹងអំបិលបងប្អូនប្រឡាក់ផ្អាប់វាជាមួយនឹងអំបិលដើម្បីឲ្យវាចេញជាតិហាងពីមើមចៃថៅនិងមើមការ៉ុតរបស់យើងបងប្អូនច្របល់ជាមួយនឹងអំបិលសប់ហើយបងប្អូនទុកម្ល៉េះសិនទៅហើយបងប្អូនមកចៀនពងមាន់សម្រាប់ពងមាន់បងប្អូនចង់បន្ថែមអំបិលក៏បានអត់ក៏បានដែរខ្ញុំចៀនពងមាន់តែ2គ្រាប់ទេបន្ទាប់ពីយើងចៀនពងមាន់ឆ្អិនរួចរាល់ហើយសាច់របស់យើងក៏ចូលជាតិល្អល្មមអាចយកមកចៀនបានសម្រាប់ការចៀនសាច់បងប្អូនមិនចាំបាច់ប្រើប្រេងឆាច្រើនទេដោយសារសាច់ជ្រូកយើងពេលដែលចៀនយូរទៅវានឹងចេញប្រេងវានឹងចេញខ្លាញ់មកខ្លួនវាហើយបងប្អូនពេលដែលចៀនហ្នឹងបងប្អូនត្រូវថែមទឹកបន្តិចទៅបងប្អូនរំងាស់តិចតិចធ្វើដូចយើងខអញ្ចឹងហើយយើងមកពូតបន្លែរបស់យើងចេញពីទឹកអំបិលហ្នឹងអស់មកហើយយកវាមកលាងជាមួយនឹងទឹកសាបដើម្បីឲ្យជ្រះជាតិអំបិលកាន់តែល្អបន្ទាប់មកទៀតយើងមកផ្សំគ្រឿងជ្រក់របស់យើងមានខ្ទឹមក្រហមខ្ទឹមសម្ទេសទឹកខ្មេះប៊ីចេងបន្តិចស្ករបន្តិចជាមួយនឹងម្សៅស៊ុបមាន់បន្តិចផងដែរជ្រក់របស់យើងគឺទាមទារឲ្យមានរសជាតិរាងជូរអែមទៅឆ្ងាញ់បងប្អូនអាចប្រើក្រូចឆ្មាចំនួនក៏បានដែរអញ្ចឹងជ្រក់របស់យើងរួចរាល់មួយហើយសាច់របស់យើងក៏ក្រៀមល្អហើយដែរហើយការចៀនសាច់ដូចដែលខ្ញុំបង្ហាញនេះធ្វើឲ្យសាច់របស់យើងនៅទន់ល្អបានយូរទោះជាសាច់នឹងត្រជាក់ហើយក៏ដោយដែរអញ្ចឹងបងប្អូនចង់ធ្វើទឹកស្រូបបងប្អូនអាចធ្វើទឹកស្រូបពីលើទៀតបានតែខ្ញុំអត់ធ្វើទេហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងអរគុណ